ខ្ញុំប្រកាសណាខ្ញុំបាទសូមអនុញ្ញាតគ្រប់នមស្ការនិងជម្រាបសួរពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលកំពុងទស្សនាវីដេអូឃ្លីបនេះគណៈពេលនេះផងដែរខ្ញុំគណៈខ្ញុំបាទនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកសាត់បង្គំខេត្តសៀមរាបហើយពេលនេះគឺនៅទីតាំងការរៀបចំសាងសង់ស្ពាននៅក្នុងភូមិស្ពានក្អែកហើយគណៈពេលនេះខ្ញុំគណៈខ្ញុំបាទបានចុះមកដើម្បីធ្វើនៅបទសម្ភាសន៍ខ្លីជាមួយនឹងអង្គគ្រូដែលជាប្រមុខថ្នាក់ដឹកនាំការរៀបចំសាងសង់ស្ពាននៅក្នុងភូមិស្ពានក្អែកនេះឃើញថាការរៀបចំការផ្សព្វផ្សាយទៅដល់សាធារណជនមួយរយៈពេលនេះឃើញថាបានតាមដានការរៀបចំសាងសង់ស្ពាននេះគឺថាមានការចូលរួមយ៉ាងច្រើនពីបណ្ដាបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទនៅក្នុងភូមិស្ពានក្អែកក៏ដូចជានៅក្នុងភូមិកណ្ដែកស្រុកប្រាសាទបង្គំគ្រប់មជ្ឈដ្ឋានបានមកចូលរួមទាំងកម្លាំងកាយចិត្តនិងកម្លាំងសទ្ធាផងដែរដូច្នេះសូមអនុញ្ញាតជួបជាមួយបងគ្រូដូចតទៅណាសូមនមស្ការបងគ្រូចម្រើនពរណាសាធុណាបងគ្រូអធិស្ឋានហើយក៏សូមអរគុណបងគ្រូផងដែរដែលបានអនុញ្ញាតឲ្យខ្ញុំកណាបានធ្វើបទសម្ភាសន៍នៅក្នុងថ្ងៃនេះកាលពីវីដេអូដំបូងយើងបានធ្វើមួយសម្រាប់ការផ្សព្វផ្សាយទៅដល់សាធារណជនដោយបានឃើញពីដំណើរការនៃការចាប់ផ្ដើមសាងសង់ឥឡូវនេះយើងឃើញថាការសាងសង់ក៏ជិតរួចរាល់ហើយដែរហើយខ្ញុំកណាក៏បានដឹងដំណឹងថាបងគ្រូក្រុងនឹងរៀបចំបើកសម្ពោធឆ្លងស្ពាននេះអញ្ចឹងខ្ញុំកណាក៏ចង់បង្កើតវីដេអូមួយដើម្បីផ្សព្វផ្សាយដល់សាធារណជនដូច្នេះខ្ញុំកណាសូមអនុញ្ញាតបងគ្រូមានថវិកាដើម្បីបញ្ជាក់ទៅដល់សាធារណជនឲ្យបានដឹងថាតើការសាងសង់នេះមកដល់ម៉ោងនេះអស់ថវិកាប្រមាណហើយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្រៅភូមិនឹងយ៉ាងណាដែរហើយបងគ្រូមានគម្រោងថានឹងរៀបចំបើសម្ពោធឆ្លងនៅពេលណាដែរឆ្នាំចាស់សូមចម្រើនពរជាបឋមខ្ញុំបកណ្ណាសូមនមស្ការព្រះករុណាព្រះថេរានុត្រៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមថ្វាយពរចម្រើនពរទ្រង់ឯកឧត្តមលោកទាវអស់លោកស្រីញោមញាតពុទ្ធបរិស័ទសប្បុរសជនពីជាតិឆ្ងាយជាទីរាប់អាននិងសូមចម្រើនពរដល់អ្នកប្អូនដែលបានសាកសួរនៅសំណួរបាញ់មិញទាក់ទងនឹងការសាងសង់ស្ពាននៅភូមិសាស្ត្រទឹកដីភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបង្គំខេត្តសៀមរាបនៃឱកាសនេះដែលបានរៀបចំកន្លងមកនេះគឺថាការសាងសង់ស្ពានហ្នឹងគឺរាប់តាំងពីការសាងសង់ហ្នឹងគឺរយៈពេល44ថ្ងៃដែលការសាងសង់ហ្នឹងហើយមួយទៀតគឺការចំណាយថវិកាហ្នឹងគឺសរុបមកអស់ចំនួន$43,800ហើយនៃការកសាងហ្នឹងណាចាស់ហើយការសាងសង់ហ្នឹងក៏នៅជំពាក់ច្បាក់នៅថវិកាសម្ភារៈខ្លះដែលមិនទាន់រួចស្ថាពរនៅឡើយទេព្រោះការកសាងនេះมันមានជំនួយថវិកាពីសប្បុរសជនណាធំដុំទេគឺអាស្រ័យនឹងសទ្ធាពុទ្ធបរិស័ទសប្បុរសជនគាត់រួមចំណែកកសាងទាំងប្រសង់កម្មការចាញាធិដែនដីក៏ដូចជាសប្បុរសជនគាត់ឃើញជ្រះថ្លារួមចំណែកកសាងហ្នឹងហើយមួយទៀតពាក់ព័ន្ធនឹងការគម្រោងនឹងសម្ពោធឆ្លងស្ពាននេះក៏នៅខាងមុខនេះដែរបងប្អូនគឺថានៅថ្ងៃសៅរ៍អាទិត្យ6 រោច 7 រោចខែពិសាខហ្នឹងត្រូវនៅថ្ងៃទី17 18 ឧសភា 2025ហ្នឹងគម្រោងនឹងសម្ពោធឆ្លងស្ពាននិងផ្លូវថ្នល់នេះផងដែរហើយនឹងមានការរៀបចំការប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងបន្តព្រោះយើងនៅជាប់លាប់នៅបច្ច័យ4សម្រាប់សង់នឹងខ្លះដែរហើយនឹងមួយទៀតគឺប្រពៃណីទំនៀមទម្លាប់ពុទ្ធបរិស័ទប្រជាពលរដ្ឋហ្នឹងក៏គូផ្សំជាមួយនឹងហៅថាពិធីបុណ្យឆ្លងឆ្នាំចាស់ផងដែរហ្នឹងគឺគម្រោងថ្ងៃមុខហ្នឹងណាសូមប្រគេនពេទ្យប្រគេននិងចម្រើនពរបានជ្រាបក៏ណាអរគុណបងគ្រូដែលបានមានថវិកាដើម្បីជាព័ត៌មានដល់សាធារណជនដែលបានកំពុងទស្សនាវីដេអូឃ្លីបនេះមែនតើគឺចង់ដឹងកណ្ដាលចាស់ចង់ដឹងថាតើដំណើរការនៃការសាងសង់ហ្នឹងមានការចូលរួមយ៉ាងណាដែរសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិស្ពានក្អែកក៏ដូចជានៅក្នុងឃុំកណ្ដែកស្រុកប្រាសាទបង្គំយើងនេះ
ហើយអ្វីដែលសំខាន់ហ្នឹងគឺការចំណាយព្រោះឃើញថាការរៀបចំនេះដំបូងឡើយយើងផ្សព្វផ្សាយដូចជាមើលទៅដូចក្រុងគ្រីតូចប៉ុន្តែដល់ពេលយើងចាប់ដើមគម្រោងគឺធំចំណាំចាស់ធំដល់ពេលគម្រោងធំថវិកាក៏ធំដែរច្រើនចំណាំចាស់អញ្ចឹងគឺសម្រាប់បងប្អូនជាពលរដ្ឋពុទ្ធបរិស័ទដែលបានចូលរួមសភាហ្នឹងពួកគាត់ប្រកាសជាចង់ដឹងថាចំណាយទៅលើការសាងសង់នឹងអស់ប្រមាណហើយគ្រប់ឬមិនគ្រប់នឹងដូច្នេះបងគ្រូបានមានរកការដែរថាយើងនៅមានការជាប់ជំពាក់ទៅដល់អ្នកដែលលក់ដូរគ្រឿងសំណង់ហ្នឹងមួយចំនួនផងដែរអញ្ចឹងបងគ្រូក៏បានមានរកការថានៅថ្ងៃខាងមុខនេះគឺថ្ងៃទី17 18ខែឧសភាខាងមុខនេះគឺនឹងរៀបចំពិធីបុណ្យការប្រាក់ឬក៏សម្ពុតឆ្លងស្ពានដែលយើងបានរៀបចំកសាងរួចរាល់ជាស្ថាពរគណៈអរគុណបងគ្រូហើយខ្ញុំបណ្ណាសូមបងគ្រូជួយបញ្ជាក់បន្ថែមបន្តិចថាក្នុងព្រឹត្តិការណ៍ឬការរៀបចំពិធីបុណ្យការប្រាក់សាមគ្គីការសម្ពុតឆ្លងស្ពានទូប្រើប្រាស់ជាផ្លូវការហ្នឹងតែបងគ្រូមានជាការអំពាវនាវយ៉ាងណាដើម្បីឲ្យបងប្អូនសាធារណជនហ្នឹងអាចដឹងថាការរៀបចំហ្នឹងសម្រាប់តែអ្នកភូមិនៅក្នុងភូមិស្ពានក្អែសម្រាប់តែប្រសង់នៅស្រុកសាត់បកងឬក៏សាធារណជនអាចអញ្ជើញមកចូលរួមបានសូមចម្រើនពរបន្ថែមទៀតអញ្ចឹងសូមនមស្ការកណ្ណាគ្រប់អង្គចម្រើនពរអញ្ញញាតិពុទ្ធបរិស័ទសម្រាប់ជនថែមទៀតថាការក្រុងនឹងរៀបចំសម្ពោធឆ្លងនៅសមិទ្ធផលមានពេលនឹងផ្លូវថ្នល់និងការប្រាក់សាមគ្គីនេះគឺថាគោលបំណងគឺពុំមែនសម្រាប់តែពុទ្ធបរិស័ទជាពលរដ្ឋសម្រាប់ជននៅក្នុងភូមិនេះទេគឺថាបំណងគឺថាធ្វើជាសាធារណៈដើម្បីរួមនិមន្តនឹងជើញរួមក្នុងពិធីហ្នឹងផងដែរគឺថាមានប្រកាសណាប្រសង់ក៏ដូចជារងឯកឧត្តមលោកជំទាវលោកស្រីសម្រាប់ជនបាសបាសិកាជាពលរដ្ឋឬក៏មន្ត្រីរាជការឋានៈណាក៏ដោយគឺថានិមន្តនឹងជើញចូលរួមបានទាំងអស់នៅក្នុងកម្មវិធីហ្នឹងព្រោះថាការកសាងហ្នឹងគឺមិនមែនប្រយោជន៍ឯកជនទេគឺថាប្រយោជន៍សាធារណៈជនគឺថាប្រយោជន៍រួមទាំងអស់គ្នាដែលបានចំណាយគុណធានទ្រព្យសម្បត្តិថវិការួមកសាងហ្នឹងអញ្ចឹងមិនមែនរបស់ឯកជនណាមួយទេអញ្ចឹងគឺថាដើម្បីចង់បានពិធីនោះធ្វើត្រឹមក៏សូមនិមន្តនឹងយាងជើញកណាទ្រង់ឯកឧត្តមលោកជំទាវលោកស្រីសម្រាប់ជននឹងរួមចំណែកក្នុងពិធីហ្នឹងផងដែរដើម្បីបានអធិធម្មក្នុងពិធីបុណ្យខាងមុខហ្នឹងគណៈអរគុណបងគ្រូកណាំចាស់ហើយអ្វីដែលបងគ្រូបានមានថវិកាមិញនេះពុទ្ធបរិស័ទប្រជាពលរដ្ឋជាទូទៅបានយល់ហើយបានស្ដាប់បានហើយសង្ឃឹមថាវីដេអូនេះអាចផ្សព្វផ្សាយទៅដើម្បីជាការវិញ្ញាអារម្មណ៍ទៅដល់បងប្អូនយើងដែលបានចូលរួមសទ្ធាជាតិខ្លះហើយក៏ចង់ដឹងថាតើពេលណាដែលឆ្លងហើយពេលណាដែលយើងរៀបចំកម្មវិធីអញ្ចឹងអ្វីដែលយើងអាចចូលរួមដើម្បីបំពេញបុណ្យកុសលរបស់យើងឲ្យកាន់តែចម្រើនគឺមានន័យថានៅពេលដែលយើងរៀបចំឆ្លងហ្នឹងគឺយើងអាចនឹងអញ្ជើញនឹងមកដើម្បីចូលរួមសទ្ធាបន្ថែមទៀតណាអរគុណបងគ្រូដែលបានផ្ដល់បទសម្ភាសន៍ហើយខ្ញុំខ្ញុំក៏សូមតែម្ដងគុណទៅដល់គណៈជំចាស់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទគ្រប់រូបដែលបានទស្សនាវីដេអូនេះហើយបានចូលរួមចែករំលែកហើយកុំភ្លេចគ្រប់និមន្តនឹងអញ្ជើញចូលរួមឆ្លងបុណ្យសទ្ធាជាតិថ្លារបស់យើងទាំងអស់គ្នាដែលបានចូលរួមកសាងស្ពានមួយនៅក្នុងភូមិស្ពានក្អែកភូមិដែលសុខសាន្តពងដែលយើងនឹងចាប់ផ្ដើមសម្ពោធឆ្លងរៀបចំបុណ្យការប្រាក់នៅថ្ងៃទី17 18ខែឧសភាឆ្នាំ2025ខាងមុខនេះសូមអរគុណនិងអរគុណ